របៀបចូលទៅបដូររូប profile page សម្រាប់បងប្អូនអ្នកគ្នាដែលប្រើ Facebook ឬក៏ page យូរហើយបងប្អូនអ្នកគ្នាមិនទាន់ចេះបដូររូប profile តោះចូលទៅមើលជាមួយ admin ទាំងអស់គ្នាជាដំបូងសូមបងប្អូនអ្នកគ្នាចុចចូលកម្មវិធី Facebook មកហើយបន្ទាប់មកវាចេញទម្រង់បែបនេះបងប្អូនអ្នកគ្នាបន្ទាប់មកបងប្អូនអ្នកគ្នាចុចលើរូប profile មកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាចុចលើកន្លែងជ្រើសរើសរូបភាពព័ត៌មានផ្ទាល់ខ្លួនបងប្អូនអ្នកគ្នាចុចចូលកន្លែងហ្នឹងមកអូខេមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាជ្រើសរើសយករូបភាពមួយដែលបងប្អូនចង់បដូរឥឡូវខ្ញុំជ្រើសរើសយករូបភាពមួយដែលខ្ញុំចង់បដូររូប profile page របស់ខ្ញុំអូខេពេលណាដែលបងប្អូនជ្រើសរើសហើយវាចេញទម្រង់បែបនេះបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចកន្លែងគ្រីសខាងក្រោមក៏បានឬបងប្អូនមិនបាច់ចុចក៏បានដែរកន្លែងនេះខ្ញុំសូមមិនបាច់ចុចទេបងប្អូនដើម្បីកុំឲ្យចែករំលែកទៅក្នុង Facebook បន្ទាប់មកទៀតគឺបងប្អូនទាំងគ្នាចុចលើកន្លែងរសារទុកខាងលើខាងស្ដាំដៃហ្នឹងអូខេឥឡូវយើងបានបដូររូប profile page បានដល់ជោគជ័យហើយបងប្អូនគ្នាបន្ទាប់មកបងប្អូនrequest វាចោលមកអូខេឥឡូវវាបដូរបានដល់ជោគជ័យហើយបងប្អូនគ្នានេះអូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអ្នកគ្នាអាចធ្វើបានអរគ្នាហើយសង្ឃឹមថាបងប្អូនជួយចុច follow like share វីដេអូរបស់ admin អ្នកមួយផងសូមអរគុណ